ធ្វើឆ្ងាញ់មិនឆ្ងាញ់ក៏ប្រាប់ប្រពន្ធថាឆ្ងាញ់ដែរអាហ្នឹងគឺមុខម្ហូបការផ្ដាំស្នេហ៍បងប្អូនអញ្ចឹងថ្ងៃនេះមករំលឹកការគ្រាផ្ដាំស្នេហ៍ដំបូងគឺស្ងោរប្តីស្ងោរស្ងោរស្ពៃឲ្យប្តីញ៉ាំហើយឥឡូវនេះយើងមកមើលពីរបៀបធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាគឺដំបូងសំពុះម្ហូបស្ងោរស្ពៃនេះផងដែរគឺយើងត្រូវការមានស្ពៃហើយស្ពៃនេះផងដែរគឺគេហៅថាស្ពៃកញ្ញាំងបងប្អូនហើយចំពោះសាច់ដែលនាងខ្ញុំនឹងយកមកប្រើជាមួយនឹងការស្ងោរស្ពៃនេះគឺរាល់ដងនាងខ្ញុំចូលចិត្តប្រើជាមួយនឹងប្រហិតត្រីឆ្លាតប៉ុន្តែថ្ងៃនេះផងដែរនាងខ្ញុំយកប្រើជាមួយនឹងសាច់ជ្រូកហើយយើងប្រើសាច់ជ្រូកចិញ្ច្រាំសាច់ជ្រូកនេះយើងចិញ្ច្រាំតែឥឡូវអត់ទាន់ដល់ការចិញ្ច្រាំសាច់ជ្រូកទេយើងមកហាន់បន្លែឲ្យរួចរាល់សិនហើយថ្ងៃនេះផងដែរនាងខ្ញុំធ្វើមុខម្ហូបចំនួន2សិតតែមុខម្ហូបគ្រាផ្ដើមស្នេហ៍ទាំងអស់បងប្អូនហើយបងប្អូនចង់ដឹងថាមុខទៀតអីហ៎ហើយចង់ដឹងថាមុខទៀតអីអត់តាមដានស្នាវីដេអូរបស់នាងខ្ញុំពីដើមដល់ចប់នាងខ្ញុំនឹងបង្ហាញមុខម្ហូបមុខទៀតដែលរៀបដើមស្នេហ៍នេះបងប្អូនទាំងអស់គ្នាគឺត្រឡប់ខ្លាញ់ជាមួយនឹងនេះត្រកួនជ្រលក់ជាមួយនឹងទឹកម្រេចសិតតែមុខម្ហូបដើមស្នេហ៍ការគ្រាក្រខ្សត់បងប្អូនតែឥឡូវនេះយើងទៅលាងបន្លែជាមួយនឹងខ្ញុំទាំងអស់គ្នា Let's goចាក់មកគូដោអត់ខាតបងប្អូនខ្ញុំធ្វើការលាងបន្លែចេញបងប្អូនហើយស្ពៃនេះផងដែរបងប្អូនអរគ្នាគឺស្ពៃធម្មជាតិតែម្ដងគឺនេះខ្ញុំធានាថាស្ពៃធម្មជាតិបានហេតុអីបានខ្ញុំធានាថាស្ពៃធម្មជាតិលោកបងប្អូនគាត់ថាស្ពៃធម្មជាតិបានខ្លួនឯងគឺអត់ទេគឺអ៊ំស្រីនៅក្បែរផ្ទះរបស់នាងខ្ញុំបងប្អូនទាំងអស់គ្នាគឺគាត់ធ្វើចំការហើយចំការរបស់គាត់ហ្នឹងគាត់ធ្វើជាលក្ខណៈគ្រួសារបងប្អូនគាត់ដាំបន្លែគ្រប់មុខសម្រាប់ណាបងប្អូនមានស្ពៃកញ្ញាំងមានបន្លែមានបស្កហើយមានមីនងផងដែរគឺគាត់ដាំហើយមុខរបរហ្នឹងគាត់អាចរកចំណូលប្រចាំថ្ងៃក្នុងមួយថ្ងៃបានប្រហែល5ទៅ60000រៀលផងដែរសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់គាត់ណាបងប្អូនឥឡូវនេះខ្ញុំលាងវាពីរតាក់ខ្ញុំស្រង់វាដាក់ឆេមិនលើសិនតោះមកទៀតខ្ញុំធ្វើការលាងសាច់ជ្រូកដើម្បីយកទៅច្រាំសាច់ជ្រូកនេះប្រហែល1000ទេបង3000ចាសាច់ជ្រូកនេះ3000ណាបងប្អូនសាច់ជ្រូកនៅខាងលាងខ្ញុំមួយខាំ2000រៀលដល់អញ្ចឹងប្រហែលនេះមួយខាំកន្លះហើយបាន3000បងប្អូនអស់គ្នាហើយសមាជិកគ្រួសារនាងខ្ញុំមានគ្នា4នាក់បងប្អូនអញ្ចឹងយើងស្លតែមួយចានបានហើយតែយើងដាក់ទឹកច្រើនក៏វាអត់ស្អីមានជាតិទេនេះជាទឹកត្រីនៅផ្ទះបងប្អូនហើយនេះក៏វើជាក្រានជុំទេនេះស្លឹកខ្ទឹមគល់ខ្ទឹមគឺយើងទៅទិញអ្នកលក់គេថែមឲ្យសម្រាប់យកមកដាក់ដើម្បីជួយបង្កើនរសជាតិសម្លរបស់យើងកាន់តែមានរសជាតិឈ្ងុយចា៎ហើយទឹកនេះយើងកុំឲ្យខាតយើងចាក់ជះវានៅលើដើមផ្ការបស់យើងណាចាកុំឲ្យខាតបងប្អូនហើយបន្ទាប់មកទៀតនេះស្ពៃដែលយើងលាងបានម្ដងមិញណានេះខ្ញុំធ្វើការត្រាំទឹកវាមិនបានថាត្រាំទឹកខ្លាចគីមីមិនមែនខ្លាចគីមីទេបងប្អូនគឺឲ្យវាឈុបដីឲ្យអស់យើងលាងម្ដងហើយយើងត្រាំទឹកឲ្យវាឈុបដីព្រោះយើងប្រើជីអាចគោអញ្ចឹងយើងប្រើជីអាចគោវាតែងតែមានជាប់ហើយបងប្អូនអញ្ចឹងយើងធ្វើការត្រាំទឹក
ទឹកប្រហែល2ទៅ3នាទីទៅដើម្បីអីដើម្បីវាជ្រុះដីកាន់តែស្អាតផងដែរហើយនោះចាហើយឥឡូវនេះឆ្លៀតពេលមកបង្ហាញតំណែងក្បែរផ្ទះរបស់នាងខ្ញុំផងដែរបងប្អូនអរគ្នានេះដូងវិនមុខអ្នកដាំបងប្អូនណាគឺល្អមែនតើផ្លែដូងនេះមកធ្លាយវាបានជិត10ផ្លែបងប្អូនដែលសារយើងកាប់យកមកហូបខ្លះហើយអញ្ចឹងវានៅសល់ប៉ុណ្្នឹងឯងមួយថ្ងៃយើងកាប់1កាប់2ផ្លែវាធម្មជាតិបងប្អូនល្អហើយនៅខាងក្រោមហ្នឹងបានជាដូងហ្នឹងលោកខ្ញុំដងហ្នឹងយើងដាំរយៈពេលតែ3ឆ្នាំហើយបងប្អូនបានធ្វើផលដោយសារដីនេះខ្ញុំចាក់ដីថ្មីហើយយើងពពកជីក្បាលត្រីបងប្អូនក្បាលត្រីដែលយើងទិញមកហ្នឹងគឺស្វាមីនេះខ្ញុំក៏ហៅត្រីបានអញ្ចឹងយើងយកមកធ្វើប្រហុកសក្បាលយើងកប់កន្លែងគោហ្នឹងបងប្អូនដល់ពេលអញ្ចឹងទៅក៏ឃើញថាល្អណាស់បានផលបងប្អូនអរគុណហើយអានេះបងប្អូនមកនៅគៀននេះគឺអាចចាំមើលបើយើងឆ្ងាយទៅគៀននេះគឺនាងខ្ញុំដោតក្បាលម្នាស់បងប្អូនទៅផ្សារហើយគេលក់ម្នាស់គេសល់ក្បាលអញ្ចឹងទៅសុំគេយកមកដោតគៀនម្ដងទៅភ្លេចខ្លួនយើងមានហូបហើយឥឡូវនេះនាំអារម្មណ៍បងប្អូនអស់គ្នានេះមកមើលកន្លែងចំកែបរបស់ស្វាមីនាងខ្ញុំមកបងប្អូននេះចានេះគឺការចិញ្ចឹមកង្កែបរបស់យើងដោយសារវារៀងល្ងិតថតឲ្យពុកម៉ែបងប្អូនមើលអត់សូវច្បាស់ទេអញ្ចឹងកែបនេះក៏គឺគ្មានជាការលក់ business អីទេបងប្អូនគ្រាន់តែយើងចិញ្ចឹមលក្ខណៈគ្រួសារអញ្ចឹងបងប្អូនមកលេងអីអញ្ចឹងទៅយើងមានម្ហូបផ្លែចាឥឡូវកុំឲ្យខាត់ពេលយើងមកធ្វើម្ហូបស្នែគ្រាដំបងជាមួយនឹងខ្ញុំទាំងអស់គ្នាលើកយកឥឡូវនេះបាយដែលយើងបានដាំមិញនេះឥឡូវនេះពុះល្អណាស់បងប្អូននេះអូឥឡូវនេះវាអត់ទាន់អាចជាប់បាននេះយើងទុកបន្តិចទៀតវារៀងហិចបន្តិចខំវារៀងរឹងច្រូតចាឥឡូវនេះយើងមកចិញ្ច្រាំសាច់ទុកចំពោះសាច់នេះក៏នេះខ្ញុំអត់ចូលចិត្តហាន់ទេបងប្អូនទាំងអស់គ្នានេះខ្ញុំចូលចិត្តចិញ្ច្រាំយើងចិញ្ច្រាំហើយយើងដាក់ស្ងោរហើយបងប្អូនមានហៀប៊ីយីហឺអីដុំខ្នុរអីបងប្អូនដាក់ទៅកាន់តែឆ្ងាញ់ជាតិអែមភាសារបស់នេះខ្ញុំអត់សូវមុតទេបងប្អូនពេលអញ្ចឹងវាយ៉ាងពិបាកក្នុងការហាន់សាច់អត់មុតសោះនេះអត់មុតដូចប្រវត្តិស្ត្រីមេម៉ាយអញ្ចឹងបងប្អូនមុតសោះភាសាយកកាប់ដូងបានជាតិមុតទៅបានទម្លៀងវាម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាការជាប់បាយរបស់ខ្ញុំវិញដងនេះឃើញថាវាប៉ុណ្នេះយើងល្មមអាចជាប់បានហើយចាហើយយើងនិយាយទៅតាក់ចិនហើយបងប្អូនសកត់ឲ្យជាប់កម៉ូបឆ្នាំងតែសកត់អត់ជាប់ហ្នឹងគឺធ្លាយកចេញមកក្រៅអស់គឺអំបិលតាមម្ដងទៀតឥឡូវនេះល្មមហើយយើងយកវា
mà đặt lên thèm giống hay dân cho cả cục hồi lươngแต่การนายยังจดใบให้ยังอัดกระทอยเพลิงนั้นไปเถิดใบยังไปชักเหล่าจะมึงเปิดให้ยังบางมือเหมือทานคนนั้นปอกคนนั้นยังเป็นจัดหนึ่งแล้วคนนี้บานได้ทราบแต่เรียงขยมจะจัดหกเรียงเฉียโอเคก็เราดูมาจิงจามซะmà ông học ông thời ngày đang rút liên ạ nên trong thua cả đồng tâm mùi cặp bước chúng chỉ chẹp vía tại sao mình sáng đợi một clip nên nâng vô sạch nhé từ lý cho mùi cương chà rồi cương có dưới mình chia như cái chị biết chè nên khi mình đi chà breadนี่คือสกอร์กับหอมนี่ยำปลาสกอร์กับหอมหรือก็หาถ้าสกอร์เนาบอกมาเยอะบุ้งปูประตูมาติดนี่คือตะไคร้คือตะไคร้ยังพร้อมจีบหัวปีกบาไตรrồi thì rồiแต่เราบุ้งปูนักเมียนดักลันกินเมย์เต้คือรุมตัวหายเสียได้นี่ขยมต้องบุ้งปูตะการนี่ขยมมันหลุดทองได้จ้ะที่เป็นไหลซ้ำรวมบุ้งปูหลักนี่ยังเงินบาบุ้งเต้ป่าแล้วนี่ยังจับดานตัวแกเลี้ยเครื่องตัวการเลี้ยเครื่องมีชุมตะการสลับเปรี้ยโอเคดีมีจงสลับเปรี้ยบิเจนี่คือปลาแต่บนเตเต้โดยใส่ยังปลารสดีมีเทียบบิเจนหนังไงจะดัชราในแบบโอนค่ะบริกmà đây con chim đã tại bên tịch đấy sao tên mình chim mình không tồi chẳng chim bọn đã ra ba này của con chim quạt ở trên nhầm hà mình tâm tên chim phá tạc trái khom chiết chim đã mùi sập bìa bái ông bờ bên tịch mùi trong sập bìa bái chẳngไปให้ยืนคลุจำยืนไทม์โพยจำนังบงโปงบงดัดโลปิงพัดจุกไรนี่สกอตนาวบงโปเนี่ยสกอตนาวจุดเอาให้นี่ยืนเชื่อมดัดเหียงมาจงกับเปรี้ยจำให้ยืนนังไทม์โพยเตียดจำตัวจุดได้ยืนจังบานให้ยืนสบู่เครื่องยังตุกเวียมาสวะจองจีเต้ให้ไปต่อมันเตี้ยยังเชียดดักดำปังเฮ้ยฮัลโหลนี่สวยนี่คือยังแบบแต่มันติดที่บางคนหัวไอวีอาร์จะยังปีสเปย์มาบนแทนเตี้ยให้ยังดันตักมาสบอกได้เอาตุ่ม
Đang kia mình không má hợp đi á Liệt tê ta cả toàn phố ngon chuyên ngang cho mùi châm được ở thế chỉ mùi mỹ cô Indomie ta này geng đóng về đã dân rong trăm tắc lọ cho người tốt dân máu một tính tham một bộ Ồ, lấy tập tu hơi xanh mà đòn sạch chỗ microviaយើងទៅស្រង់ស្ពៃបើយកវាស្ពៃយើងត្រង់លើកទីម៉ានទី2ដើម្បីឲ្យវាស្រស់ទឹកផ្នែកUi tập phu mình đặt tủ tập phu ơi dạ như đặt cây trầu Wah, spray về nhiều video về đấy